បងប្អូនថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនបាទរបៀបលុប background នៅក្នុងទូរស័ព្ទ Samsung យើងមិនបាច់ download app ឬ download កម្មវិធីអីទេបងប្អូនបាទយើងធ្វើក្នុងទូរស័ព្ទតែម្ដងស្រួលហើយស្អាតទេបងប្អូនងាយស្រួលទៀតតោះចឹងទៅមើលទាំងអស់គ្នាបងប្អូនតោះបងប្អូនទៅយករូបភាពបាទចូលកន្លែង gallery កន្លែងហ្នឹងចុចលើនឹងមកបន្តមកទៀតបងប្អូនជ្រើសរើសរូបភាពមួយមកបាទខ្ញុំយករូបភាពមួយនេះចុចលើនឹងមកហើយបន្តមកទៀតបងប្អូនចូលកន្លែងរូបនេះខ្មៅដៃនេះចូលកន្លែងហ្នឹងចុចលើនឹងមកបាទហើយបន្តមកទៀតបងប្អូនយកកន្លែងនេះបាទចុចលើនឹងមកហើយបន្តមកទៀតបងប្អូនយកកន្លែងនេះបាទចុចកន្លែងនឹងមកហើយបន្តមកទៀតបងប្អូនយកកន្លែងនេះណាបងប្អូនបាទតែឡើយខ្ញុំចុចរួចហើយបន្តមកទៀតបើយើងចាប់ដើមគូបងប្អូនបាទខ្ញុំចាប់ដើមពីត្រង់នេះមកចំណុចនេះបាទគូអញ្ចឹងរហូតបាទយកដៃយើងគូបងប្អូនបាទយកតម្រូវតាមរូបភាពរបស់យើងនឹងគូអញ្ចឹងមកបាទហើយបងប្អូនមិនឆ្ងល់មិនភ័យហើយគូអត់ស្មើអីមិនបងប្អូនបាទនេះបលែងមកនេះឲ្យតែយើងគូមកបលែងមកជាប់គ្នាអញ្ចឹងបងប្អូនបាទឃើញអត់បាទបើសិនជាយើងស្រឡាញ់ប៉ុណ្្នឹងហើយបាទយើងចុចកន្លែងនេះមកបងប្អូនបាទតែយើងអាចកែបានបើសិនជាវាអត់ត្រូវជ្រុងគម្រោងមិនវាណាបងប្អូនបាទបន្តមកចុចកន្លែងនេះចុចកន្លែងហ្នឹងមកហើយកន្លែងនេះបងប្អូនអាចរើសពណ៌បាននេះឧទាហរណ៍ខ្ញុំជាប់ពណ៌នេះណាបាទទាញឃើញបងប្អូនឃើញអត់ហើយបើសិនជាបងប្អូនស្រឡាញ់ពណ៌ហ្នឹងរួចហើយបងប្អូនចូលកន្លែងនេះមកបាទចុចកន្លែងហ្នឹងមកហើយបន្តមកទៀតបងប្អូនយកកន្លែងនេះនេះកន្លែងនេះណាបងប្អូនបាទចុចកន្លែងហ្នឹងមករួចជាការស្រេចបងប្អូនងាយស្រួលបងប្អូនមិនប្រើកម្មវិធីទាំងអស់ឲ្យតែទូរស័ព្ទ Samsung អាចធ្វើបងប្អូនបាទឥឡូវយើងទៅមើលរូបភាពរបស់គ្នាចុចសិនមកចុចកន្លែង gallery របស់យើងមកវានៅកន្លែងណានេះបងប្អូននេះរូបមិញអរគុណច្រើនបើសិនជាវីដេអូនេះមានផលប្រយោជន៍ដល់បងប្អូនកុំភ្លេចជួយចុច like ជួយ share ផងណាបងប្អូនណាអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀតបាទអរគុណ